សួស្តីពីម្ដងអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមានក៏សូមអរគុណទៅដល់អ្នកដែលបាន donate ឲ្យមានការពីក្នុងវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់អ្នកដែលចង់ donate ឲ្យមានបន្តទៀតអាច donate មកបានតាមរយៈ QR code មួយនេះហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាប្រហែលថ្ងៃក្រោយមកគឺនននឹងឪពុករបស់គាត់ធ្វើដំណើរទៅកាន់រាជធានីពីព្រោះពួកគេទើបតែទទួលបានការអនុញ្ញាតឲ្យជួបជាមួយគ្រូវេទមន្តរាជវង្សពួកគេទាំងពីរពិតជាភ្ញាក់ផ្អើលដែលរឿងនេះបានផលពីព្រោះស្ទើរតែគ្មាននរណាម្នាក់ទទួលបានឱកាសបែបនេះទេហើយបើសិនបើអ្វីៗដំណើរការទៅដោយរលូននោះគឺននប្រហែលជាអាចទទួលបានគ្រូវេទមន្តមកធ្វើជាគ្រូរបស់គាត់គឺននអរគុណឪពុករបស់គាត់ដែលបានជួយសម្រួលរឿងនេះប៉ុន្តែឪពុករបស់គាត់ប្រាប់គាត់ថាមិនមានតាក់ទងនឹងអំណាចនោះទេគ្រូវេទមន្តរាជវង្សបានចាប់អារម្មណ៍នឹងគូននបន្ទាប់ពីអានឯកសាររបស់គូននរួចទោះបីជាគាត់មិនដឹងថាមកពីហេតុអ្វីក៏ដោយដើម្បីកុំឲ្យអបសុកនៅតាមផ្លូវគូននសម្រេចចិត្តបង្កើតឆ្មាមួយក្បាលចេញពីទឹកហើយវាហាក់ដូចជាការគ្រប់គ្រងវេទមន្តរបស់គាត់បានប្រសើរឡើងច្រើនព្រោះឆ្មាមានរូបរាងនិងអារម្មណ៍ដូចជាឆ្មាពិតប្រាកដទោះបីជាគាត់មិនទាន់ចេះពីរបៀបធ្វើឲ្យវាផ្លាស់ទីដោយធម្មជាតិឬក៏បង្កើតសម្លេងក៏ដោយប៉ុន្តែឪពុករបស់គាត់ពិតជាចូលចិត្តវាពេលទៅដល់រាជវាំងអ្នកទាំងពីរក៏បានជួបជាមួយ Lady Resha ដូច្នេះគូននក៏ស្វាគមន៍នាងប៉ុន្តែបន្ទាប់មកឪពុករបស់គាត់ប្រាប់គាត់ថា Resha គឺជាប្រនាងទី2ដូច្នេះនាងជាបងស្រីរបស់ Mirika ដូច្នេះគូនននិយាយថាគាត់រីករាយណាស់ដែលបានជួបនឹងអនាគតបងថ្លៃស្រីរបស់គាត់ Resha សង្កេតឃើញថាឪពុករបស់គូននកំពុងតែកាន់ឆ្មាមួយក្បាលហើយនាងគិតថាវាពិតជាខ្ជូតណាស់ប៉ុន្តែនៅពេលដែលគាត់ដាក់វាចោលគូននក៏បានលុបវេទមន្តរបស់គាត់ចោលហើយឆ្មានោះក៏ប្រែទៅជាថ្លុកទឹកនាងមានការភ្ញាក់ផ្អើលដែលគូននអាចមានកម្រិតជំនាញបែបនេះព្រោះនាងមិនដឹងថាវាមិនមែនជាឆ្មាពិតប្រាកដទេហើយនោះមានន័យថាគូននមានជំនាញច្រើនជាងអ្វីដែលនាងគិតនាងសុំនាំផ្លូវគាត់ទៅ Black Tower ភ្លាមប៉ុន្តែមុនពេលគាត់ទៅឪពុករបស់គាត់ប្រាប់គាត់ថាគាត់មានកិច្ចប្រជុំជាមួយស្ដេចនៅល្ងាចនេះដូច្នេះគាត់សួរថាតើគូននអាចត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងបានឬអត់គូនននិយាយថាគាត់មានសមត្ថភាពអាចធ្វើដំណើរតែម្នាក់ឯងបានដូច្នេះឪពុករបស់គាត់និយាយថាគាត់នឹងរៀបចំរទេះសេះឲ្យមកទទួលគូនននៅពេលល្ងាចនៅពេលដែលគូនននិង Resha កំពុងដើរកាត់តាមសាលធំគូននចាប់ផ្ដើមសួរសំណួរជាច្រើនអំពីវេទមន្តកម្រិតខ្ពស់ទៅនាងប៉ុន្តែគាត់និយាយលឿនពេកដែលនាងមិនអាចតាមទាន់គាត់បាននាងប្រាប់គូននថានាងជាអ្នកថ្មីនៅទីនេះនៅឡើយដូច្នេះនាងមិនទាន់អាចឆ្លើយសំណួរទាំងអស់របស់គាត់បាននៅឡើយទេមានព្រះនាង10នាក់និងព្រះអង្គម្ចាស់7នាក់នៅក្នុងនគរនេះហើយជាធម្មតាពួកគេទាំងអស់គ្នាត្រូវប្រកួតប្រជែងគ្នារឿងសម្រេចបានសមិទ្ធផលដើម្បីទទួលបានមរតកនគរប៉ុន្តែ Resha បានលះបង់សិទ្ធិរបស់នាងក្នុងការឡើងគ្រងរាជ្យដើម្បីបន្តអាជីពជាអ្នកវេទមន្តនៅទីនេះនាងក៏មានការព្រួយបារម្ភបន្តិចដែរដែលគូននអាចនឹងត្រូវបានគេអូសចូលទៅក្នុងសមរភូមិស្នងរាជប៉ុន្តែភ្លាមៗនោះនាងសង្កេតឃើញថាគូននលែងដើរទៀតហើយតែគាត់កំពុងតែរអិលនាងសួរគាត់ថាតើគាត់អាចធ្វើបែបនេះបានដោយរបៀបណាដូច្នេះគាត់ក៏បញ្យល់ថាគាត់គ្រាន់តែបង្កើតស្រទាប់ទឹកកកនៅក្រោមជើងរបស់គាត់ដើម្បីកាត់បន្ថយការកកិតគាត់សួរនាងថាតើនាងចង់សាកល្បងវាដែរទេហើយ Resha ហាក់ដូចជារំភើបចំពោះរឿងនេះប៉ុន្តែដំបូងវាជាការងាររបស់នាងក្នុងការប្រាប់គូននអំពីច្បាប់មូលដ្ឋានរបស់ Black Towerទីមួយគឺគាត់មិនគួរចូលរួមជាមួយក្រុមណាមួយដោយបន្ថយបន្ថែមទេហើយគាត់មិនគួរចុះហត្ថលេខាលើកិច្ចសន្យាមិនពិតឬនិយាយអ្វីដែលអាចធ្វើឲ្យគាត់មានបញ្ហានៅពេលក្រោយឡើយហើយបន្ទាប់ពីនោះនាងសូមឲ្យគូននប្រែក្លាយស្បែកជើងរបស់នាងទៅជាស្បែកជើងស្គីដែរមួយនាទីក្រោយមកពួកគេទាំងពីរកំពុងជិះស្គីកាត់តាមសាលធំដោយមិនជំពាក់នរណាម្រាលប៉ុន្តែវាធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងដូច្នេះទាហានមួយចំនួនក៏ព្យាយាមបញ្ឈប់ពួកគេទោះជាណាក៏ដោយពួកគេលឿនខ្លាំងពេកដែលទាហានមិនអាចតាមទាន់ពួកគេបានព្រមនោះមេតបម្នាក់ឈ្មោះថា Dario ក៏បានដើរកាត់ទីនោះតែគាត់ស្រាប់តែសម្គាល់ឃើញពីអ្វីដែលកំពុងកើតឡើងដូច្នេះគាត់ក៏ចាប់ផ្ដើមដេញតាមគូនននិង Resha ហើយបញ្ជាឲ្យពួកគេឈប់ជិះស្គីនៅក្នុងសាលធំគូននចាប់ផ្ដើមបារម្ភបន្តិចថាពួកគេអាចនឹងមានបញ្ហាដូច្នេះគាត់ក៏សួរ Resha ថាតើពួកគេគួរឈប់ឬអត់ប៉ុន្តែនាងនិយាយថានាងកំពុងតែសប្បាយខ្លាំងដូច្នេះពួកគេគួរតែជិះស្គីឲ្យបានលឿនជាងមុនដើម្បីកុំឲ្យ Dario តាមទាន់ជាអក្សរ Dario មិនដែលរំលងថ្ងៃវឹកហាត់រត់របស់គាត់ទេដូច្នេះគាត់អាចតាមទាន់ពួកគេទាំងពីរនាក់បានយ៉ាងងាយស្រួលហើយបន្ទាប់ពីនោះស្ដីបន្ទោសឲ្យពួកគេយ៉ាងយូរនៅក្នុងទីធ្លាបន្ទាប់ពីនោះគូននក៏បានជួបជាមួយនឹងអាក់ថាតដែលជាគ្រូវេទមន្តធំហើយភ្លាមនៅពេលដែលគូននឃើញគាត់គូននអាចដឹងបានថាអាក់ថាតគឺជារបស់ពិតអាក់ថាតរំលឹកថាគាត់បានឮថាគូននមាននិមិត្តសញ្ញាវេទមន្តនៅលើខ្លួនរបស់គាត់ហើយគូននបញ្ជាក់រឿងនេះដោយបញ្យល់ថាវានៅលើស្មាខាងស្ដាំរបស់គាត់អាក់ថាតសម្លឹងមើលវាហើយបានឃើញថានិមិត្តសញ្ញារបស់គូននគឺជាផ្កាយ2ប៉ុន្តែគូននមិនដែលឮអំពីចំណាត់ថ្នាក់នេះពីមុនមកទេដូច្នេះគាត់ក៏សួរថាតើវាមានន័យយ៉ាងណាអាក់ថាតបញ្យល់ថាមាននិមិត្តសញ្ញាចំនួន7ប្រភេទផ្សេងៗគ្នាគឺទឹកដីភ្លើងខ្យល់ពន្លឺងងឹតហើយនិងបិសាចពួកវាក៏មានរ៉ែងផងដែរហើយផ្កាយ2គឺជាប្រភេទដែលមានញឹកញាប់បំផុតព្រោះវាជារ៉ែងទី2បន្ទាប់ពីរ៉ែងតូចបំផុត
រេសានិយាយថានាងក៏មាននិមិត្តសញ្ញាខ្យល់ផ្កាយពីរដែរហើយបើសិនបើដូច្នោះមែនគុណននសន្មតថាអាក់ថាតច្បាស់ជាមានរាងខ្ពស់អាក់ថាតសួរថាតើមានអ្វីដែលនាំឲ្យគុណននឈានដល់ការសន្និដ្ឋាននេះដូច្នេះគុណននក៏បញ្យល់ថាដងសតិវេទមន្តនៅជុំវិញអាក់ថាតគឺខ្ពស់ជាងរេសាឆ្ងាយណាស់ប្រៀបដូចជាឈីសធម្មតាប្រៀបធៀបទៅនឹងឈីសលំដាប់ខ្ពស់អញ្ចឹងអាក់ថាតគិតថានេះជាវិធីសបាយមួយដើម្បីប្រៀបធៀបប៉ុន្តែគាត់ក៏មិនចូលចិត្តឲ្យគេប្រៀបធៀបគាត់ទៅនឹងឈីសដែរដូច្នេះគាត់ក៏ប្រាប់គុណននកុំឲ្យហៅគាត់បែបនោះម្ដងទៀតក្រៅពីនេះអាក់ថាតប្រាប់គុណនថាគាត់មាននិមិត្តសញ្ញាផ្កាយ4ប៉ុន្តែការមានចំនួនផ្កាយតិចឬក៏ច្រើនមិនបង្ហាញពីជំនាញរបស់មនុស្សម្នាក់ជាមួយនឹងវេទមន្តនោះទេវាគ្រាន់តែបង្ហាញពីបរិមាណថាមពលសរុបដែលពួកគេអាចប្រើបានប៉ុណ្ណោះយ៉ាងណាក៏ដោយដោយសារឥឡូវនេះព័ត៌មានដ៏គួរឲ្យធុញបានចាប់សពគ្រប់អាក់ថាតក៏ហៅគុណននឲ្យចុះទៅទីធ្លាដើម្បីឲ្យភាពសប្បាយរីករាយអាចចាប់ផ្ដើមជាផ្លូវការបាននៅទីធ្លាអ្នកវេទមន្តរាជវង្សទាំងអស់បានប្រមូលផ្ដុំគ្នាដើម្បីធ្វើជាសាក្សីនៃវេទមន្តរបស់គុណននព្រោះពួកគេបានឮថាគាត់ពិតជាអស្ចារ្យណាស់អាក់ថាតនិយាយថាគាត់ចង់ឲ្យគុណននធ្វើតេស្តតូចមួយហើយគុណននពេញចិត្តនឹងរឿងនេះទាំងស្រុងព្រោះប្រសិនបើគាត់ធ្វើតេស្តជាប់នោះគាត់នឹងអាចត្រូវបានអនុញ្ញាតឲ្យមានអ្នកវេទមន្តរាជវង្សធ្វើជាគ្រូបង្ហាត់របស់គាត់អាក់ថាតហៅអ្នកវេទមន្តម្នាក់ឈ្មោះថា Vector ហើយសូមឲ្យគាត់ចាប់ផ្ដើមការធ្វើតេស្តហើយ Vector ក៏បង្កើតបាល់ទឹកជាច្រើនគ្រាប់នៅជុំវិញខ្លួនគាត់បន្ទាប់មកអាក់ថាតប្រាប់គុណននថាគាត់ត្រូវយកឈ្នះលើវេទមន្តរបស់ Vector ដែលប្រើវេទមន្តផ្ទាល់ខ្លួនរបស់គាត់ហើយគុណនននិយាយមិនចេញទេព្រោះនេះជាលើកដំបូងដែលគាត់ត្រូវធ្វើអ្វីមួយបែបនេះគាត់ចាំថា Jenny បានបញ្យល់គាត់ថាវេទមន្តបាល់ទឹកអនុញ្ញាតឲ្យអ្នកបង្កើតឬក៏គ្រប់គ្រងទឹកដែលមានរួចហើយប៉ុន្តែគាត់មិនដែលគិតអំពីគំនិតនៃការគ្រប់គ្រងទឹកដែលបង្កើតឡើងដោយអ្នកវេទមន្តម្នាក់ទៀតនោះទេគាត់សម្រេចចិត្តព្យាយាមអស់ពីសមត្ថភាពហើយចាប់ផ្ដើមតទល់ជាមួយ Vector ដើម្បីគ្រប់គ្រងទឹកប៉ុន្តែវាពិបាកជាងការរំពឹងទុករបស់គាត់នៅពេលដែលការធ្វើតេស្តចប់គុណននអាចគ្រប់គ្រងបានតែបាល់ទឹកចំនួន2ប៉ុណ្ណោះហើយដំបូងឡើយគាត់មានការខកចិត្តចំពោះខ្លួនឯងព្រោះគាត់គិតថាគាត់ធ្វើមិនបានល្អប៉ុន្តែផ្ទុយទៅវិញអាក់ថាតបានប្រាប់គាត់ថាគាត់ធ្វើបានល្អខ្លាំងមែនទែនតាមពិតទៅ Vector មិននឹកស្មានថាគុណននអាចយកបាល់ទឹករបស់គាត់បាននោះទេកុំថាឡើយអីពីរដូច្នេះគុណននបានលើសពីការរំពឹងទុករបស់គាត់ទៅហើយអាក់ថាតនៅតែចង់ឃើញវេទមន្តរបស់គុណននបន្ថែមទៀតដូច្នេះគាត់ក៏សួរគុណននថាតើគាត់សុខចិត្តធ្វើតេស្តបន្ថែមទៀតដែរទេប៉ុន្មាននាទីក្រោយមកគុណននបានបង្កើតពេញប៉ោងទឹកដ៏ធំមួយនៅកណ្ដាលទីធ្លាហើយអាក់ថាតកំពុងតែមានពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់គាត់លោតចុះឡើងនៅលើវាហើយគុណននកំពុងឆ្ងល់ថាតើវាពិតជាមិនអីមែនទេសម្រាប់គ្រូវេទមន្តធំក្នុងការលេងសើចបែបនេះនៅម៉ោងធ្វើការអាក់ថាតសួរគុណននថាតើគាត់អាចបង្កើតរបស់បែបនេះបានដោយរបៀបណាដូច្នេះគុណននបញ្យល់ថាវាគ្រាន់តែជាបាល់ទឹកធម្មតាមួយដែលគាត់បានកែសម្រួលដើម្បីឲ្យវាមានសភាពស្វិតខ្លាំងប៉ុណ្ណោះជាស្ដែងគុណននប្រហែលជាអាចធ្វើឲ្យវារឹងមាំគ្រប់គ្រាន់ដែលអាចឲ្យអាក់ថាតលោតឡើងរហូតដល់ជាន់ទី2របស់ Black Tower បានប៉ុន្តែអាក់ថាតប្រាប់គុណននថាថ្ងៃនេះគាត់បានលោតឆ្អែតហើយមួយសន្ទុះក្រោយមករេសាក៏ដើរមកជិតគុណននហើយសួរគាត់ថាតើគាត់អាចបង្កើតរបស់ផ្សេងទៀតចេញពីទឹកបានដែរទេដូចជារូបមនុស្សអីជាដើមគុណនននិយាយថាគាត់អាចធ្វើបានហើយដើម្បីបង្ហាញគាត់ក៏បង្កើតរូបតុក្កតារបស់ Eco ប៉ុន្តែគាត់នៅមិនទាន់ដឹងពីរបៀបធ្វើឲ្យវាមានចលនាបានដោយធម្មជាតិនៅឡើយគាត់ធ្លាប់បានព្យាយាមធ្វើឲ្យវាហើរពីមុនមកប៉ុន្តែវាមើលទៅគួរឲ្យខ្លាចណាស់ដូច្នេះគាត់មិនសូវធ្វើវាញឹកញាប់ទេទោះជាយ៉ាងណាក៏ដោយរេសានិងអ្នកផ្សេងទៀតបានសុំឲ្យគាត់ធ្វើវាដូច្នេះគុណននក៏ធ្វើឲ្យតុក្កតា Eco ហើរទៅលើអាកាសប៉ុន្តែនៅពេលដែលវាហើរកាត់បង្ងួចមួយអ្នកបម្រើនៅក្នុងប្រាសាទមួយចំនួនយល់ច្រឡំថាវាជាខ្មោចដូច្នេះពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមភ័យខ្លាចហើយនៅទីបំផុតក៏បានលឺដល់ពួកទាហានដូច្នេះពួកគេក៏ចុះទៅទីធ្លាហើយចាប់ផ្ដើមស្រែកដាក់ពួកអ្នកវេទមន្តទាំងអស់ដែលបង្កបញ្ហាយ៉ាងច្រើនមនុស្សគ្រប់គ្នាចាប់ផ្ដើមព្យាយាមបន្ទោស Vector ដោយមិនដឹងមូលហេតុហើយគុណននមានអារម្មណ៍ធ្លាក់ទឹកចិត្តព្រោះគាត់មិនគិតថាគាត់នឹងត្រូវបានគេស្ដីឲ្យពីរដងនៅថ្ងៃដំបូងរបស់គាត់នៅទីនេះទេអាក់ថាតប្រាប់គាត់ថាវាគ្មានប្រយោជន៍ទេក្នុងការសោកសៅចំពោះអ្វីដែលបានកើតឡើងរួចហើយប៉ុន្តែដើម្បីសុវត្ថិភាពគាត់បានណែនាំថានៅពេលក្រោយដែលពួកគេជួបគ្នាពួកគេគួរតែពិភាក្សាអំពីវេទមន្តក្នុងអំឡុងពេលអាហារថ្ងៃត្រង់ជំនួសវិញគុណននសួរថាតើវាមានន័យថាគាត់បានជាប់ការធ្វើតេស្តរបស់អាក់ថាតហើយមែនទេប៉ុន្តែដោយពិចារណាលើភាពសប្បាយរីករាយដែលអាក់ថាតមាននៅមុននេះគាត់គិតថាចម្លើយបានបង្ហាញយ៉ាងច្បាស់អាក់ថាតនិយាយថាគាត់នឹងចាត់តាំងគ្រូវេទមន្តរាជវង្សម្នាក់ដោយផ្ទាល់ឲ្យធ្វើជាគ្រូរបស់គុណននហើយគុណននរីករាយយ៉ាងខ្លាំងពេលបានឮដូច្នេះទោះជាយ៉ាងណាក៏ដោយគុណនននៅតែចង់បញ្ជាក់រឿងមួយចំនួនព្រោះគាត់មិនចង់ឲ្យរឿងនេះត្រូវបានគេមើលឃើញថាគាត់គ្រប់គ្រងក្រុមរាជវង្សជាក់លាក់ណាមួយទេប៉ុន្តែរេសាប្រាប់គាត់ថាគាត់មិនចាំបាច់ព្រួយបារម្ភពីរឿងនោះទេព្រោះអ្នកវេទមន្តរាជវង្សមិនមានពាក់ព័ន្ធនឹងនយោបាយឡើយគុណននរីករាយពេលបានឮបែបនេះប៉ុន្តែមុនពេលគាត់ចាក់ចេញមានសំណួរមួយទៀតដែលអាក់ថាតចង់សួរគាត់អាក់ថាតចង់ដឹងថាតើគោលដៅរបស់គុណននជាមួយនឹងវេទមន្តគឺជាអ្វីដូច្នេះគុណននបញ្យល់ថាគាត់កំពុងសិក្សាដើម្បីឲ្យគាត់អាចបង្កើតផ្នែកថ្មីសម្រាប់ខ្លួនគាត់នៅថ្ងៃណាមួយដែលប្រើវេទមន្តរបស់គាត់មនុស្សគ្រប់គ្នាគិតថាវាជារឿងដ៏មានតម្លៃដែលត្រូវប្រាថ្នាហើយគុណននរីករាយដែលពួកគេទាំងអស់គ្នាគាំទ្រក្តីសុបិនរបស់គាត់ប៉ុន្តែនៅពេលដែលគាត់រៀបនឹងចាក់ចេញគាត់បានដឹងថាឪពុករបស់គាត់កំពុងរងចាំគាត់ហើយឪពុករបស់គាត់មើលទៅមិនសប្បាយចិត្តទេ
ជាក់ស្ដែងឪពុករបស់ខូណុនបានលើអំពីរឿងដែលខូណុនត្រូវបានគេស្ដីបន្ទោសចំពោះការបង្កបញ្ហានៅទីនេះពីរដងក្នុងមួយថ្ងៃតែម្នាក់ឯងហើយគាត់ចង់បានការពន្យល់ភ្លាមៗរេសាព្យាយាមបញ្យល់ថាវាមិនមែនជាកំហុសរបស់ខូណុនទេព្រោះនាងគឺជាអ្នកសុំឲ្យខូណុនធ្វើរឿងដែលធ្វើឲ្យគាត់ជួបបញ្ហាប៉ុន្តែឪពុករបស់ខូណុននិយាយថាវាមិនសំខាន់ទេព្រោះអ្នកវេទមន្តតែងតែទទួលខុសត្រូវចំពោះផលវិបាកនៃវេទមន្តរបស់ពួកគេយ៉ាងណាមិញអ្នកដែលមានថាមពលសម្រាប់មនុស្សរាប់ពាន់នាក់មិនគួរប្រើលេសថាខ្ញុំគ្រាន់តែធ្វើតាមបញ្ជានោះទេដូច្នេះប្រសិនបើការស្ដាប់តាមបញ្ជានឹងបណ្ដាលឲ្យអ្នកដតីរងរបួសនោះអ្នកគួរតែបដិសេធមិនធ្វើវាមិនថាមានរឿងអ្វីកើតឡើងក៏ដោយខូណុនដឹងថាឪពុករបស់គាត់និយាយត្រូវដូច្នេះគាត់ក៏សុំទោសហើយសន្យាថានឹងមិនធ្វើកំហុសដដែលៗទៀតទេបន្ទាប់មកឪពុករបស់គាត់ក៏ចេញដំណើរត្រឡប់ទៅផ្ទះវិញប៉ុន្តែខូណុនមានគម្រោងញ៉ាំអាហារពេលល្ងាចជាមួយមេរីកានៅយប់នេះដូច្នេះគាត់នឹងទៅផ្ទះតាមក្រោយប៉ុន្តែពេលនិយាយអំពីអាហារពេលល្ងាចរបស់គាត់រេសារំលឹកគាត់ថាគាត់ប្រហែលជាគួរតែចាប់ផ្ដើមធ្វើដំណើរទៅស្លាបម្ខាងទៀតនៃប្រាសាទព្រោះគាត់ត្រូវជួបមេរីកាក្នុងរយៈពេលតែប្រមាណនាទីទៀតប៉ុណ្ណោះខូណុនមិនដឹងថាវាយឺតពេលហើយទេប៉ុន្តែគាត់មិនចង់រត់ទៅទីនោះទេព្រោះគាត់នឹងបែកញើសពេញខ្លួនក្នុងករណីនេះរេសាណែនាំថាពួកគេអាចប្រើវេទមន្តខ្លះដើម្បីដោះស្រាយបញ្ហាបានប៉ុន្តែខូណុនមិនច្បាស់ថានាងចង់មានន័យយ៉ាងណានោះទេនាងរំលឹកគាត់ថានាងជាអ្នកវេទមន្តខ្យល់ដូច្នេះនាងអាចប្រើវេទមន្តរបស់នាងដើម្បីឲ្យពួកគេហោះទៅទីនោះបានអ្វីដែលនាងត្រូវការគឺវេទិកាមួយសម្រាប់ឲ្យពួកគេជិះខូណុនបង្កើតពេញប៉ោងទឹកមួយទៀតហើយបន្ទាប់ពីពួកគេទាំងពីរឡើងជិះលើវាខូណុនក៏ធ្វើឲ្យវាអណ្ដែតទៅលើអាកាសហើយនៅពេលដែលពួកគេឡើងបានខ្ពស់ល្មមរេសាក៏ប្រើវេទមន្តខ្យល់របស់នាងដើម្បីរុញពួកគេទៅមុខវាជាបទពិសោធន៍ដ៏គួរឲ្យខ្លាចនិងរំភើបប៉ុន្តែជាអកុសលរេសាមិនបានគិតច្រើនអំពីរបៀបដែលពួកគេនឹងចុះមកដីវិញនោះទេដូច្នេះចុងក្រោយពួកគេក៏បានធ្លាក់មកលើដីជាសំណាងល្អពេញប៉ោងទឹកបានជួយទ្រខ្លួនរបស់ពួកគេប៉ុន្តែពួកគេបានចុះនៅចំពីមុខដារីយ៉ូហើយគាត់មើលទៅមិនសប្បាយចិត្តទេព្រោះនេះជាលើកទី3ហើយដែលគាត់ចាប់បានពួកគេបង្កបញ្ហាដូច្នេះគណៈពេលដែលមេរីកាកំពុងតែរៀបចំខ្លួនខូណុននិងរេសាក៏ត្រូវបានដារីយ៉ូស្ដីបន្ទោសម្ដងទៀតហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ